cái này dương một riêng bịa cô sầm khăn ở trong pizza chấn để riêng pizza chấn từ từ chép biến đi là bởi ai xong từ này mà 100 ngày và dương từ sắc xa từ ngọc này ra bịa bốn này cứ chó này bỏ thá rốt rồi có xoay ruột chữ áo chó xong đây tí bấy chó bỏ thá rốt rồi có xoay ruột chứ như mình bị dụ bỏ dưỡng 我招经理我招经理ចឹង 经理 នេះ បក ថា នាយក អញ្ចឹង 我招经理 ខ្ញុំ រក នាយក ឬ ក៏ យើង អាច ប្រើ ជា ប្រយោគ ផ្សេង ទៀត វា សួរ ថា 你在找什么 តើ អ្នក កំពុង រក អ្វី 我在找东西 ខ្ញុំ កំពុង តែ រក របស់ របរ អញ្ចឹង ពាក្យ 找 នេះ យើង អាច យក ពាក្យ 找 នេះ ទៅ បង្កើត ជា ប្រយោគ ផ្សេង បាន មក មើល ពាក្យ យើង បន្ត ទៀត យ៉ាវ នេះ បក ថា ចង់ បាន ត្រូវ ការ ត្រូវ តែ បក បាន 3 អញ្ចឹង ពាក្យ នេះ គឺ បក ថា ចង់ ដាច់ខាត ត្រូវ តែ ឲ្យ យើង ធ្វើ តាម អ្វី ដែល យើង ចង់ បាន ណា យើង មាន ប្រយោគ របស់ យើង ប្រយោគ ទី 1 នេះ 我要回家了我要回家了回家 នេះ គឺ ត្រឡប់ ទៅ ផ្ទះ 我要回家了 បក ថា ខ្ញុំ ត្រូវ ត្រឡប់ ទៅ ផ្ទះ ហើយ ប្រយោគ ទី 2 我要这个我要这个 អញ្ចឹង 这个 នេះ យើង រៀន ពី មេរៀន មុន បក ថា មួយ នេះ 我要这个 ខ្ញុំ ត្រូវ ការ ឬ ក៏ ចង់ បាន មួយ នេះ អញ្ចឹង 这个 នេះ គឺ សាមញ្ញ មែនទែន ហើយ ប្រើ ទលំ ទលាយ ច្រើន ទៅ លើ ពាក្យ ដែល យើង មិន ដឹង ថា ពាក្យ ហ្នឹង ហៅ យ៉ាង ម៉េច ក្នុង ភាសា ចិន យើង អាច ប្រើ 这个 នេះ មក ជំនួស សិន បាន អូខេ អញ្ចឹង 这个 នេះ គឺ ពេញនិយម សម្រាប់ ការ ប្រើ បណ្ដោះអាសន្ន 我要这个 ខ្ញុំ ចង់ បាន ឬ ក៏ ត្រូវ ការ មួយ នេះ 但是 នេះ បក ថា ប៉ុន្តែ អញ្ចឹង ពាក្យ នេះ គឺ យើង ប្រើ ប្រចាំ ថ្ងៃ ពាក្យ ដែល យើង ដែល ជួប ញឹក តែ ម្ដង នៅ ក្នុង ភាសា ចិន និង ការ ប្រើ ប្រចាំ ថ្ងៃ របស់ យើង 但是 នេះ បក ថា ប៉ុន្តែ មក មើល ប្រយោគ របស់ យើង 我想去但是我很忙我想去但是我很忙想 នេះ បក ថា នឹក គិត ចង់ មែន ទេ នឹក គិត ចង់ បក បាន 3 ណា 想 បក ថា នឹក គិត ចង់ 去 បក ថា ទៅ 我想去 ខ្ញុំ ចង់ ទៅ 但是 ប៉ុន្តែ 我很忙 បក ថា រវល់ ខ្លាំង 很 នេះ ណាស់ ខ្លាំង ណាស់ 忙 នេះ គឺ រវល់ 我很忙 ខ្ញុំ រវល់ ណាស់ ប្រយោគ របស់ យើង 我想去但是我很忙 ខ្ញុំ ចង់ ទៅ ប៉ុន្តែ ខ្ញុំ រវល់ ណាស់ អូខេ អញ្ចឹង 但是 នេះ យើង អាច បក ប្រែ បាន បន្ថែម ទៀត អ្វី ដែល យើង ចង់ និយាយ នៃ ជា ភាសា ខ្មែរ ថា ប៉ុន្តែ យើង អាច ប្រើ 但是 នេះ បាន អូខេ បន្ទាប់ 为什么 បក ថា ហេតុ អ្វី why ភាសា អង់គ្លេស មែន ទេ 为什么 ហេតុ អ្វី ប្រយោគ របស់ យើង 你为什么不去你为什么不去 បក ថា តើ ហេតុ អ្វី អ្នក មិន ទៅ អញ្ចឹង 去 ប្រយោគ ខាង មុន មិញ ហ្នឹង គឺ បក ថា ទៅ មែន ទេ ពុ នេះ គឺ មិន ជា ប្រយោគ បដិសេធ គេ សួរ ថា 你为什么不去 តើ ហេតុ អ្វី អ្នក មិន ទៅ យើង អាច យក 为什么 នេះ ទៅ សួរ សំណួរ អី ផ្សេង ដែល បក ថា ហេតុ អ្វី អញ្ចឹង ហេតុ អ្វី នេះ យើង ប្រើ ច្រើន នៅ ក្នុង ន័យ ភាសា ខ្មែរ ដែល យើង ចង់ សួរ ទៅ គេ ណា ហេតុ អ្វី អ្នក មិន ទៅ ហេតុ អ្វី អ្នក មិន ញ៉ាំ ហេតុ អ្វី អ្នក មិន មក 你为什么没来 ហេតុ អ្វី បាន ជា អ្នក មិន មក អូខេ អាច យក បង្កើត ជា ប្រយោគ ផ្សេង ទៀត បាន តាម ពាក្យ បន្ទាប់ នេះ គឺ in way នេះ គឺ បក ថា ព្រោះ តែ ឬ ក៏ ពី ព្រោះ ដែល យើង ឆ្លើយ ជាមួយ នឹង ប្រយោគ ខាង មុន មិញ គឺ 为什么 អញ្ចឹង 为什么 ហេតុ អ្វី យើង ត្រូវ ឆ្លើយ ពី ព្រោះ ឬ ក៏ ព្រោះ តែ ក្នុង ភាសា ចិន គឺ in way នេះ គឺ ពី ព្រោះ ឬ ក៏ ព្រោះ តែ អញ្ចឹង ប្រយោគ របស់ យើង 因为下雨所以他没来 ពី ព្រោះ ភ្លៀង ដូច្នេះ គាត់ មិន បាន មក ទេ ឬ ក៏ ព្រោះ តែ ភ្លៀង ដូច្នេះ គាត់ មិន បាន មក ទេ យើង អាច បើក បង្កើត សរសេរ មួយ ទៀត ពី ព្រោះ ភ្លៀង ដូច្នេះ គាត់ មិន បាន មក ឬ ក៏ ព្រោះ តែ ភ្លៀង ដូច្នេះ គាត់ មិន បាន មក ទេ អញ្ចឹង 下雨 នេះ គឺ ភ្លៀង 下雨 មាត់ មូល 雨 所以 នេះ បក ថា ដូច្នេះ ហើយ ថា នេះ គឺ គាត់ 没来 គឺ មិន មក 因为下雨所以他没来 ពី ព្រោះ ភ្លៀង ឬ ក៏ ព្រោះ តែ ភ្លៀង ដូច្នេះ គាត់ មិន បាន មក ទេ
ជាក់ស្ដែងនេះកំពុងតែធ្វើមេរៀនមេកំពុងតែភ្លៀងអូខេតែយើងមកមើលពាក្យបន្តទៀតស៊ីយ៉ាវស៊ីយ៉ាវស៊ីយ៉ាវនេះបកថាត្រូវការឬក៏ចាំបាច់ត្រូវមានត្រូវការឬក៏ចាំបាច់ត្រូវមានស៊ីយ៉ាវយើងមើលប្រយោគរបស់យើង我需要钱ខ្ញុំត្រូវការលុយក៏ប៉ុន្តែអាពាក្យដែលបកថាចាំបាច់ត្រូវមាននេះគឺវាកម្រមានក្នុងការប្រើក៏ប៉ុន្តែអ្វីដែលគេប្រើញឹកញាប់បកថាត្រូវការស៊ីយ៉ាវធ្លាប់ឮមែនទេស៊ីយ៉ាវត្រូវការក៏ប៉ុន្តែមានកលៈទេសៈខ្លះយើងបកថាចាំបាច់ត្រូវមានក៏ប៉ុន្តែខ្ញុំលើកឧទាហរណ៍តែមួយទេកុំឲ្យច្រើនពេកយើងពិបាកយល់ស៊ីយ៉ាវបកថាត្រូវការគេបកប្រើទូលំទូលាយមែនទែនហើយយើងមើលពាក្យបន្ទាប់របស់យើងទៀតយោបកថាមានពេលនេះក៏យើងអាសាឮដែរអ្នកដែលគាត់មិនដែលរៀនចិនសោះក៏ធ្លាប់ឮពាក្យនេះដែរយោបកថាមានប្រយោគរបស់យើង我有钱ខ្ញុំមានលុយប្រយោគខាងដើមមិញមិនមានលុយអូខេអញ្ចឹងប្រយោគនេះអធិស្ឋានប្រយោគខាងដើមមិញត្រូវការលុយអញ្ចឹងប្រយោគនេះគឺខ្ញុំមានលុយយោគឺមាន我有钱ខ្ញុំមានលុយប្រយោគឧទាហរណ៍ទី2នេះ我有经验ខ្ញុំមានបទពិសោធន៍经验នេះគឺបទពិសោធន៍ណាកងជក់经验បទពិសោធន៍ការងារ我有经验ខ្ញុំមានបទពិសោធន៍អញ្ចឹងអាយោនេះបកបានច្រើនយើងចង់ប្រើទៅលើអីក៏បានដែរឲ្យទៅយើងចង់មកន័យថាមាន我有钱我有经验我有អីទៀតគឺអាចប្រើបានទៅលើពាក្យដែលយើងចង់ប្រើជាភាសាខ្មែរដែលមានន័យថាមានអូខេមកមើលពាក្យបន្ទាប់របស់យើងទៀតមីនេះបកថាអត់មិនមានឬក៏គ្មានអញ្ចឹងន័យនេះគឺន័យអត់មានហ្មងន័យជាភាសាខ្មែរយើងណាបកថាអត់មិនមានឬក៏គ្មានទៅប្រយោគរបស់យើង今天没有问题问题នេះគឺបញ្ហាណាយើងបកបានពីរ问题នឹងសំណួរផងបញ្ហាផងក៏ប៉ុន្តែក្នុងប្រយោគនេះយើងបកថាបញ្ហារៀនបកថាបញ្ហាសិនទៅរៀនពាក្យនេះសិនណាបកមានន័យថាបញ្ហា今天没有问题បកថាថ្ងៃនេះអត់មានបញ្ហាទេអូខេពាក្យទី2របស់យើង我没钱ខ្ញុំគ្មានឬក៏មិនមានលុយមានន័យថាអត់មានលុយខ្ញុំអត់មានលុយខ្ញុំគ្មានលុយខ្ញុំមិនមានលុយគឺន័យតែមួយនឹងឯង我没钱ខ្ញុំគ្មានលុយខ្ញុំអត់លុយឬក៏ខ្ញុំមិនមានលុយគឺន័យតែមួយណាយើងអូខេអញ្ចឹងមីនេះបកថាអត់ទទេហ្មងគ្នាយើងអត់មានមិនមានគ្មានហ្នឹងគឺយើងអាចយកប្រកាសទៅប្រយោគអីផ្សេងបានឲ្យតែមានន័យថាអត់មិនមានឬក៏គ្មានក្នុងន័យជាភាសាខ្មែរណាអូខេចឹងយើងមកមើលពាក្យបន្ទាប់ទៀតពុនេះបកថាទេឬក៏មិនប្រើសម្រាប់បដិសេធមីខាងមុនមិញហ្នឹងគឺគ្មានមិនមានឬក៏អត់ក៏ប៉ុន្តែពុនេះប្រើសម្រាប់បដិសេធទៅលើប្រយោគណាមួយដែលយើងចង់ឆ្លើយបដិសេធទៅកាន់គេដែលមានន័យថាទេឬក៏មិនឧទាហរណ៍ប្រយោគរបស់យើង我不知道ខ្ញុំមិនដឹងទេ知道នេះបកថាដឹង知道នេះណា我不知道ខ្ញុំមិនដឹងទេឧទាហរណ៍បើគេសួរថា你知道吗អានេះមានប្រយោគខ្ញុំឧទាហរណ៍ឲ្យស្ដាប់你知道吗តើអ្នកដឹងទេយើងឆ្លើយថា我不知道ខ្ញុំមិនដឹងទេប្រយោគទី2នេះ我不吃ខ្ញុំមិនញ៉ាំទេអញ្ចឹងពុនេះគឺប្រើសម្រាប់បដិសេធ我不知道ខ្ញុំមិនដឹងទេយើងបដិសេធទៅកាន់គេថាខ្ញុំមិនដឹងទេ我不吃គឺញ៉ាំមានន័យថាខ្ញុំមិនញ៉ាំទេយើងបដិសេធអ្វីមួយដែលគេឲ្យយើងញ៉ាំក៏ប៉ុន្តែយើងបដិសេធមិនញ៉ាំអញ្ចឹងយើងប្រើថាពុនេះគឺបដិសេធណា我不吃ខ្ញុំមិនញ៉ាំទេ我不去ខ្ញុំមិនទៅទេ去ទៅខាងដើមមិញណាអញ្ចឹងពុនេះប្រើសម្រាប់បដិសេធអ្វីដែលយើងចង់បដិសេធទៅកាន់គេយើងប្រើពុ我不去我不吃我不知道ជាន័យជាភាសាចិនយើងបកថាមិនឬក៏ទេ我不知道ខ្ញុំមិនដឹងទេ我不吃ខ្ញុំមិនញ៉ាំទេ我不去ខ្ញុំមិនទៅទេអូខេមកមើលពាក្យបន្ទាប់របស់យើងទៀតយានេះបកថាកឬក៏ដែរមិនកជាប់ក្បាលគ្នាយើងនេះគឺកផងដែរអូខេអញ្ចឹងមើលប្រយោគរបស់យើងដើម្បីកាន់តែច្បាស់ថា去我也去គាត់ទៅខ្ញុំក៏ទៅដែរអញ្ចឹងកផងដែរណាយានេះណាបកថា
có phong đài dĩa u tô họ bây giờ ní thả chư của dĩa chư quạt tới nhóm quạt tới đài ví dụ tí ní 我也是我也是我也是ខ្ញុំក៏អញ្ចឹងដែរ me too ជាភាសាអង់គ្លេសមែនទេអញ្ចឹងជាភាសាចិន我也是我也是ខ្ញុំក៏អញ្ចឹងដែរ我也是នេះខ្ញុំក៏អញ្ចឹងដែរពាក្យដែលយើងអាចចាំទិញចាំមកទៅគឺប្រយោគអត់មានប្រែប្រួលទៅណាទេមានន័យថាអ្នកក៏អញ្ចឹងខ្ញុំក៏អញ្ចឹង我也是ហ្នឹងអញ្ចឹងយានេះយើងអាចប្រើបាននៅពេលដែលយើងចង់សំដៅទៅលើយើងក៏ដូចគេដែរគេអាម៉េចយើងក៏អញ្ចឹងយើងអាចប្រើថាយាអូខេអញ្ចឹងប្រយោគយើងថ្ងៃនេះមានតែប៉ុណ្្នឹងទេអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចយកពាក្យគោលសំខាន់នេះទៅប្រើប្រាស់បានយកអាចយកទៅបង្កើតជាប្រយោគខ្លួនឯងបានព្រោះដោយសារពាក្យដែលខ្ញុំលើកមកនេះគឺសំខាន់មែនទែនដែលគេត្រូវប្រើប្រាស់ប្រចាំថ្ងៃក៏ប៉ុន្តែមិនមែនមានតែពាក្យប៉ុណ្្នឹងទេnó មានពាក្យផ្សេងទៀតក៏ប៉ុន្តែនេះអាចនិយាយបានថាជាពាក្យដែលយើងត្រូវតែចេះដំបូងហើយសម្រាប់ភាសាចិនសង្ឃឹមថាមេរៀននេះនឹងមានប្រយោជន៍ដល់អ្នកទាំងអស់គ្នាសម្រាប់ technique ឬក៏ពាក្យប្រើប្រាស់ភាសាចិននៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូបន្តទៀត